លើកហ្នឹងខ្ញុំចង់និយាយពីប្រធានបទមួយតាក់ទងទៅនឹងផ្នត់គំនិតគឺផ្នត់គំនិតដែលយើងសង្កេតឃើញមានបញ្ហាច្រើនបញ្ហាគឺជាទូទៅយើងតែងតែមានអារម្មណ៍ថានៅពេលដែលយើងធ្វើអីមួយយើងលើកគំនិតមួយយើងនិយាយអីមួយហើយត្រូវបានគេមិនគាំទ្រណាយើងតែងតែមានអារម្មណ៍ថាគេនឹងស្អប់យើងគេនឹងប្រឆាំងយើងគេនឹងមិនចូលចិត្តយើងដែលធ្វើឲ្យយើងមានអារម្មណ៍មួយអត់ពេញចិត្តគេមានអារម្មណ៍មួយខឹងគេមានអារម្មណ៍មួយស្អប់គេដោយអត់ដឹងខ្លួនទេអាហ្នឹងវាជាផ្នត់គំនិតមួយដែលយើងបន្តយូរហើយដូចអាចថាតាមរយៈកុនដែលយើងមើលតាមរយៈសកម្មភាពប្រចាំថ្ងៃដែលយើងទទួលបានពីឪពុកម្ដាយបងប្អូនញាតិមិត្តភ័ក្តិអីយើងជុំវិញខ្លួនយើងណាបន្តបង្ហាញយើងអញ្ចឹងទៅធ្វើយើងតែគេហៅថាដូចយើង reprogram យើង program មកខ្លួនយើងអញ្ចឹង program មកម៉ាញយើងណាថាអញ្ចឹងថាអត់យើងលើកទៅគេអត់ស្របគឺគេប្រឆាំងបើអញ្ចឹងគេស្អប់យើងវាអញ្ចឹងធ្វើយើងអត់ពេញចិត្តទេអូដោយសារតែអញ្ចឹងធ្វើយើងពេលយើងធ្វើកិច្ចការធំដុំមកយើងកាន់ការងារជា manager ជាអីគេអញ្ចឹងយើងពិបាកធ្វើការពួកយើងតែងតែមានអារម្មណ៍ស្អប់មានអារម្មណ៍ខឹងមានអារម្មណ៍គុំគួនហើយនៅពេលណាយើងស្អប់យើងខឹងការត្រិះរិះពិចារណាជាមួយនឹងហេតុផលរបស់យើងគឺថយចុះហ្មងអញ្ចឹងវាធ្វើឲ្យយើងគេហៅថាព្យាយាមចាំសង្កេតមើលចាំតែចាប់កំហុសគេចាំតែរករឿងហ្មងគ្រប់ពេលវេលាអញ្ចឹងវាធ្វើឲ្យទំនាក់ទំនងហ្នឹងវាអត់ល្អប្រសើរវាកាន់តែល្អកកទៅវាកាន់តែពិបាកទៅបាត់ទៅអញ្ចឹងខ្ញុំចង់ប្រាប់អ្នកថាអ្នកណាក៏ដោយបើសិនថ្ងៃក្រោយចង់ខ្លាចជាថ្នាក់ដឹកនាំចង់ខ្លាចជាប្រធានក្រុមហ៊ុនប្រធានគម្រោង manager ឬក៏ប្រធានក្រុមអ្នកលក់និយាយចំអាចនិយាយថាមេមិនចុះឬក៏មិនមេក៏ដោយយើងអត់មេក៏ដោយគាត់នៅទំនាក់ទំនងធម្មតាដែរបើយើងចង់ខ្លាចជាមនុស្សដែលមានទំនាក់ទំនងល្អណាយើងត្រូវតែដូរផ្នត់នឹងចេញថាគេប្រឆាំងយើងគេមិនស្របយើងមិនប្រកាសតែគេស្អប់យើងទេវាជាទស្សនៈរបស់គេយើងត្រូវតែបើកចិត្តស្វែងយល់ស្ដាប់មើលថាមិនដែរអ្វីដែលគេនិយាយហ្នឹងគំនិតរបស់គេហ្នឹងមិនបានគេយល់ឃើញអញ្ចឹងណាយើងបើកចិត្តស្ដាប់ទៅតែពេលយើងបើកចិត្តស្ដាប់យើងអាចរៀនបានពីគំនិតហ្នឹងមកវិញយកមកបំពេញចំណុចខ្វះខាតរបស់យើងអញ្ចឹងវាធ្វើឲ្យយើងកាន់តែប្រសើរហើយបើយើងជាប្រធានជាអីទៀតណាកូនចៅរបស់យើងសុបាយចិត្តណានៅពេលដែលឃើញមេចេះបើកចិត្តទលាយអីចឹងណាចេះបើកចិត្តស្ដាប់ចេះអីចឹងកាន់តែសុបាយចិត្តមកហើយមិត្តភក្តិយើងក៏អញ្ចឹងដែរឃើញយើងអញ្ចឹងទៀតពីណាក៏ស្រឡាញ់បានដែរថាយើងចេះស្ដាប់ហេតុផលអញ្ចឹងគេចូលចិត្តប្រាប់យើងគេចូលចិត្តផ្ដល់ព័ត៌មានឬក៏ចូលចិត្តទូមានយើងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យការរីកចម្រើនរបស់យើងគឺកាន់តែលឿនហើយបើនៅក្នុងវិស័យរកស៊ីវិញហើយទៅពិសេសទៀតនៅពេលដែលយើងជាមនុស្សដែលស្ដាប់បាននិយាយចង់និយាយថាគេនិយាយបានអញ្ចឹងគេអាចប្រាប់បានអីអត់ខឹងអត់អីចឹងបើកចិត្តស្ដាប់អញ្ចឹងយើងអត់ងាយរកស៊ីខាតទេព្រោះអ្នកដែលមើលឃើញពីបញ្ហារបស់យើងដូចចាស់ៗដែលគាត់មានបទពិសោធន៍ច្រើនជាងយើងអញ្ចឹងណារៀមច្បងគាត់មានបទពិសោធន៍ច្រើនជាងយើងអញ្ចឹងគាត់ពេញចិត្តនឹងប្រាប់យើងតែផ្ទុយវិញបើយើងប្រាប់បានគេអត់និយាយទេគេឲ្យយើងខាតឲ្យបទពិសោធន៍នោះបរៀនយើងខ្លួនឯងវិញអញ្ចឹងសួរពីណាអ្នកខាតយើងនឹងអ្នកខាតដែរហ្នឹងយើងនឹងអ្នកខាតទ្រាំតែយើងបានបទពិសោធន៍បានអីហ្នឹងយើងវាអស់លុយឲ្យមកគោបាត់អីអញ្ចឹងអត់ចំណេញទេអញ្ចឹងផ្នត់គំនិតកន្លែងនេះគឺសំខាន់ហើយខ្ញុំឃើញច្រើនមែនតើលើរាល់ថ្ងៃឃើញច្រើនជាទូទៅរួចមិនមែនខ្ញុំនិយាយចឹងមិនមែនចាំបាច់ដល់ប្រធានក្រុមហ៊ុនមិនបាច់ចាំដល់ manager ឲ្យសុំឲ្យមិត្តភក្តិគ្នាឯងក៏ចឹងដែរដូចថាគាត់លើកអីមួយម្នាក់ទៀតប្រឆាំងគំនិតនោះមិនស្របក៏អត់ត្រូវគ្នាដែរមានគំនិតនោះគឺចាប់ដើមគុំគ្នាស្អប់គ្នាចាប់ដើមមានអារម្មណ៍ថាអត់ត្រូវគ្នាហ្មងណាយើងអត់ព្រមបើកចិត្តមួយថាគេនិយាយហ្នឹងគឺជាការយល់ឃើញរបស់គេវាជាបទពិសោធន៍វាជាចំណេះដឹងវាជាទស្សនវិស័យឬក៏ជាផ្នត់គំនិតមួយរបស់គេយើងអត់គិតអញ្ចឹងជាគិតថាគេនឹងអក្រក់គេនឹងចង់ប្រឆាំងមួយយើងគេនឹងចង់កង់មួយយើងដល់ពេលអញ្ចឹងវាតំណែងនោះអត់ល្អហ្មងណាបាទមែនតើហ្មងប៉ុន្តែបើត្រឹមយើងគ្រាន់ថាអ្នកនោះធម្មតាអីប៉ុន្តែយ៉ាប់ជាងគេរឿងមេមួយកូនចៅនោះមិនសិនជួបបញ្ហាគឺចាប់ខ្លាំងមែនតើហ្មងគឺទុំគាត់រួចទេខ្លាចនិយាយខ្លាចអីហ្មងបាក់ស្បាតណាអញ្ចឹងកន្លែងហ្នឹងត្រូវដូរចេញគេប្រឆាំងមិនគាត់គេអក្រក់ទេតែចាំអញ្ចឹងហ៊ានបើកចិត្តស្ដាប់ដោយការត្រិះរិះពិចារណាស្ដាប់ដោយមានហេតុផលមិនថាឲ្យតែនិយាយខុសពីយើងគឺខុសអាហ្នឹងអត់បានទេអាហ្នឹងជាបញ្ហាបើក្នុងស្ថាប័នក្រុមហ៊ុនគឺអាចនឹងដួលថ្ងៃក្រោយដួលហ្មងឲ្យតែស្ដាប់អត់បានអីអត់បានអីអញ្ចឹងណាពួកយើងអត់អាចរកការពិតឃើញទេនៅពេលដែលយើងអត់ស្ដាប់ពួកអ្នកដែលប្រាប់យើងលែងហ៊ានប្រាប់ហ្មងពួកប្រាប់ទៅខ្លាចមានរឿងមិនហ៊ានប្រាប់ទៀតតែយើងយល់ខុសយើងធ្វើខុសក៏មិនហ៊ានប្រាប់ដែរអញ្ចឹងគេខ្លាចគេហ៊ាននិយាយឯងមិត្តភក្តិយើងក៏អញ្ចឹងដែរប្រាប់អត់បានទេគេក៏ហ៊ាននិយាយដែរគេយើងធ្វើខុសយើងធ្វើអីគេមិនប្រាប់យើងទេពួកប្រាប់ទៅយើងខឹងយើងរករឿងគេអញ្ចឹងគឺគេមិននិយាយហ្មងអញ្ចឹងខ្ញុំក្រើនរំលឹកម្ដងហើយម្ដងទៀតទៅបងប្អូនទាំងអស់គ្នាគឺត្រូវចងចាំហ្មងនៅពេលដែលគេនិយាយប្រឆាំងមួយយើងមិនស្របមួយយើងអីណាកុំគិតថាគេអាក្រក់ត្រូវដូរអំណត់មិនចេញកុំគិតថាគេអាក្រក់គ្រាន់តែគិតថាគេយល់ខុសពីយើងហើយបើកចិត្តស្ដាប់ដោយការពិចារណាយកចិត្តទៅដាក់ស្ដាប់មិនមែនស្ដាប់ដើម្បីចាប់កំហុសទេយកចិត្តទៅដាក់ស្ដាប់គេដូចក្នុងសវណ្ណហបៀបអញ្ចឹង seek for to understand អញ្ចឹង then be understood ព្យាយាមស្ដាប់គេអស់សិនព្យាយាមគេយល់ឡើងមិនហើយបើសិនជាសួរក៏សួរមិនចាញ់ដែរសួរដើម្បីឲ្យយល់ច្បាស់ពីគំនិតរបស់គេហ្នឹងអញ្ចឹងដល់ពេលយើងសួរច្បាស់យល់ច្បាស់ទៅយើងអាចបែកគំនិតរបស់យើងហ្នឹងព្រោះជាការគេអត់យល់ស្របដោយសារគេមើលឃើញចំណុចណាមួយដែលវាមិនត្រឹមត្រូវចំពោះខ្លួនគេណាគំនិតយើងវាមិនអាក្រក់ប៉ុន្តែវាមានចំណុចណាមួយដែលគេគិតថាវាអត់ត្រឹមត្រូវចឹងមកគេប្រឆាំងអញ្ចឹងទៅគេក៏ចេញគំនិតមកអញ្ចឹងទៅអញ្ចឹងយើងយល់កន្លែងហ្នឹងអញ្ចឹងយើងដូរត្រឡប់នឹងចេញទៅយើងនឹងប្រសើរឡើងហ្មងហើយដល់ពេលយើងខ្លាចជាមេយើងក៏ខ្លាចជាមេនំម្នាក់ដល់ល្អដែរបាទអញ្ចឹងខ្ញុំគិតថាគំនិតមួយនេះគឺប្រសើរមែនតើជាការដាស់តឿនដល់បងប្អូនទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែប្រសើរឡើងបាទសូមអរគុណ